Alo តោះទៅជួបជាមួយខ្ញុំថ្ងៃនេះយើងមានមនុស្សថ្មីមួយទៀតបាទកាទេយើងអបទៅយងជែកហ្នឹងហើយតោះទៅមើលគ្រឿងយើងទាំងអស់គ្នាបាទនេះពងបាទយើងស្រស់រួចហើយបាទបន្ទាប់មកយើងទៅមើលវិធីធ្វើទាំងអស់គ្នាតោះយើងយកទៅយងជែកទៅបំពងសិនបាទកុំឲ្យវាមានខ្មៅបាទពេលបំពងរួចហើយវាឡើងសស្អាតចឹងបាទរួចហើយយើងដាក់គ្រឿងដែលយើងត្រូវអបហ្នឹងចុះចូលមកបាទយើងដាក់កាធាយចូលទៀតបាទព្រោះយើងកូរត្រឡប់កូរអញ្ចឹងមកបាទកលិះទៅបាទតែមកយើងដាក់ស្រាចិនបាទកុំឲ្យមានឆ្អាបស្រាចិនឬក៏ប្រេងល្ងបាទប្រេងល្ងយើងតាមតិចដែរមកឈីវតោះយើងក្លុបកូរទៀតហើយបាទក្លុបកលឹះអញ្ចឹងមកបាទចឹងមកបាទស្រាប់ហើយយើងដាក់គ្រឿងចូលបាទចំពោះគ្រឿងវិញយើងមានប៊ីចេង1លព្រាស្ករ1ទឹកប្រេងខ្យង2ស៊ីអ៊ីវ2បាទហើយនឹងម្រេចបាទពងវិញយើងដាក់ពេលក្រោយបាទតែយើងស្រោចគាត់ឆ្អិនរឹងល្មមហើយបាទយើងដាក់មករងាស់បាទបន្ទាប់មកយើងយកគម្របគ្របសិនគ្របរួចយើងបើកវិញបាទយើងបើកមើលបាទដល់អញ្ចឹងទៅយើងក្លុកកូរគើសទៀតហើយបាទបន្ទាប់ពីនឹងមកល្មមឆ្អិនរួចហើយយើងក៏យកទៅយងជែកដាក់កូនខ្ទះតូចយើងមកកាធាយើងឆ្អិនហើយបាទយើងដាក់ចូលបាទមើលចាស់តំណងណាបាទតាមកាធាអប់យងជែកនេះវិញយើងញ៉ាំជាមួយទឹកត្រីកោះកុងបាទគឺយើងក្លែមបាទយើងញ៉ាំគឺឆ្ងាញ់ណាស់នេះពងបាទយើងដាក់ក្រោយគេទៅហើយបាទភ្ញៀវគាត់កំងកាធាអប់ទៅយងជែកហ្នឹងហើយបាទជីវ៉ាន់ស៊ុយយើងក៏មិនភ្លេចដែរបាទដាក់តិចមកដើម្បីឲ្យម្ហូបរបស់យើងមានសោភ័ណភាពមើលទៅគួរឲ្យចង់ញ៉ាំបន្ថែមទៀតបាទអញ្ចឹងម្ហូបយើងបាទរួចហើយនេះបានទៅហើយបាទមើលចាស់បាទតំណងណាស់ហ្នឹងហើយកាធាយអបទៅយងជែកបាទបងប្អូនបើសិនជានៅផ្ទះមានកាធាយបាទធ្វើបែបនេះមកបាទឆ្ងាញ់ណាស់បាទរសជាតិអេមបាទរសជាតិអេមហ្មងនេះពងច្រើន